ជំរាបសួរខ្ញុំបាទឈ្មោះយ៉ាងលំហឿងគឺជាមន្ត្រីអំណាចមកពីអង្គការអប់រំពិភពលោកនៅក្នុងមេរៀននេះយើងនឹងរៀនអំពីលំនាំបង្រៀនសកម្មភាពគោលទី3ការអានព្យាង្គនិងពាក្យការអានព្យាង្គគឺជាដំណាក់កាលដំបូងដែលជួយឲ្យសិស្សមានឱកាសការរៀនផ្សំប្រកបតួអក្សរជាមួយទៅនឹងតួអក្សរដទៃទៀតដែលបានរៀនរួចការអានព្យាង្គនិងពាក្យគឺជួយឲ្យសិស្សចេះភ្ជាប់តួអក្សរនិងសូរនិងហាត់អានដោយប្រកបនៅក្នុងការបង្រៀនសកម្មភាពគោលទី3ការអានព្យាង្គនិងការអានពាក្យមានជំហានសកម្មភាពសំខាន់ដូចជាការអានព្យាង្គនៅលើក្តារខៀននិងសៀវភៅចំនួនសិស្សការអានពាក្យនៅលើក្តារខៀននិងសៀវភៅចំនួនសិស្សនៅពេលនេះសូមលោកគ្រូអ្នកគ្រូចូលរួមទស្សនាវីដេអូការបង្រៀនសកម្មភាពការអានព្យាង្គនិងការអានពាក្យដោយអនុវត្តទៅតាមលំនាំលម្អិតសៀវភៅណែនាំគ្រូទាំងអស់គ្នាដូចតទៅបាទអរគុណច្រើនកូនអំបញ្ញមិញគឺកូនបានរៀនស្គាល់តួអក្សរទាំង4តួហើយជាបន្តទៅទៀតនេះលោកគ្រូនឹងនាំកូនយកតួអក្សរទាំង4នោះទៅផ្សំជាមួយស្រៈដទៃទៀតដើម្បីរៀនអានព្យាង្គនិងអានពាក្យអញ្ចឹងជាដំបូងលោកគ្រូនឹងនាំកូនរៀនអានព្យាង្គនៅលើក្តារខៀនជាមួយលោកគ្រូហើយដើម្បីឲ្យកូនអានព្យាង្គបានល្អសូមឲ្យកូនមើលមកក្តារខៀនទាំងអស់គ្នាគ្រូនឹងធ្វើបង្ហាញជូនកូនទាំងអស់គ្នាបានមើលសិនចាកូនមើលម្លេះទាំងអស់គ្នាបាទអញ្ចឹងកូនឃើញទេកូនបាទអរគុណច្រើនអញ្ចឹងកូនចាំមើលលោកគ្រូអានជាគំរូឲ្យកូនស្ដាប់សិនណាកូនកអឺកស្ដាប់បានទេកូនអានអរគុណច្រើនអញ្ចឹងជាបន្តទៀតកូននឹងចូលរួមអានព្យាង្គជាមួយលោកគ្រូនឹងសរសេរព្យាង្គមួយទៀតចឹងតើកូនទាំងអស់គ្នាពេលលោកគ្រូចង្អុលកូនឯងអានជាមួយលោកគ្រូទាំងអស់គ្នាហើយយើងអានដោយប្រកបបាទខអោខោម្ដងទៀតកូនខអោខោបាទអរគុណច្រើនកូនពិតជាឆ្លាតមែនហើយអានបានល្អមែនទែនអញ្ចឹងជាបន្តទៀតកូនអានដោយខ្លួនឯងហើយលោកគ្រូនឹងសរសេរព្យាង្គទាំងអស់នោះនៅលើក្តារខៀនបាទតោះគ្រូអ្នកចង្អុលណាកូនឯងអ្នកអានដោយប្រកបម្ដងទៀតកូនបាទអរគុណច្រើនឥឡូវកូនបានវឹកហាត់អានបានល្អមែនទែនអញ្ចឹងបន្តទៀតលោកគ្រូមានព្យាង្គមួយទៀតដើម្បីឲ្យកូនបានអានតើកូនទាំងអស់គ្នាមើលមកនេះហើយលោកគ្រូនឹងអត់កូនឯងអ្នកអានដោយប្រកបណាដល់ទៀតបាទអរគុណច្រើនឥឡូវយើងនៅព្យាង្គមួយទៀតដើម្បីឲ្យកូនវឹកហាត់អានបានល្អតើលោកគ្រូចង្អុលទៀតហើយកូនអ្នកអានដល់ទៀតបាទអរគុណច្រើនកូនឥឡូវឃើញថាកូនបានអានព្យាង្គនៅលើក្តារខៀនបានល្អមែនទែនជាមួយលោកគ្រូដើម្បីឲ្យកូនមានសិទ្ធិជំនាញក្នុងការអានលោកគ្រូនឹងនាំកូនអានព្យាង្គនៅក្នុងសៀវភៅជាមួយសិស្សរបស់កូនផងអញ្ចឹងកូនទាញសៀវភៅនេះទាំងអស់គ្នាមកយើងនឹងអានព្យាង្គនៅក្នុងសៀវភៅជាមួយសិស្សរបស់កូនថ្នាក់ទី2ហើយកូនបើកទៅទំព័រទី2ទាំងអស់គ្នានេះកូនឃើញទេកូនបាទទំព័រទី2ទាំងអស់គ្នាឥឡូវកូនឃើញណាកូនកូនឃើញហើយនៅពេលដែលកូនអានគឺកូនអានព្យាង្គនៅក្នុងតារាងទី1ដល់ពេលដែលកូនអានពីឆ្វេងទៅស្ដាំ
បន្ទាប់មកកូនត្រូវអានជាដៃគូដោយម្នាក់អ្នកចង្អុលម្នាក់អ្នកអានយើងដោយផ្លាស់ប្ដូរវេនគ្នាម្ដងម្នាក់ណាកូនអញ្ចឹងកូនវឹកហាត់អានឲ្យបានច្រើនដងហើយកូនអានឲ្យប្រកបណាបាទអរគុណច្រើនកូនឥឡូវឃើញថាកូនបានវឹកហាត់អានជាងនៅក្នុងសៀវភៅជំនួយសាស្ត្ររបស់កូនជាមួយដៃគូរបស់កូនបានល្អប្រសើរមែនទែនបន្ទាប់ពីកូនបានអានជាងនៅលើក្តារខៀនអាននៅក្នុងសៀវភៅជំនួយសិស្សរបស់កូនហើយលោកគ្រូនឹងនាំកូនរៀនអានពាក្យវិញម្ដងមែនទេកូនបាទអញ្ចឹងកូនមើលម្នាក់ទាំងអស់គ្នាលោកគ្រូនឹងសរសេរពាក្យនៅលើក្តារខៀនអានជាគំរូឲ្យកូនមើលសិនបាទកូនម្នាក់ទាំងអស់គ្នាកូនកូនឃើញទេកូនឃើញទាំងអស់គ្នាទេកូនបាទអញ្ចឹងចាំលោកគ្រូអានឲ្យស្ដាប់លោកគ្រូអានដោយប្រកបឲ្យកូនស្ដាប់ណាកអែកែខអៃខៃកែខៃស្ដាប់បានទេកូនបានទាំងអស់គ្នាអញ្ចឹងកូនចូលរួមអានជាមួយលោកគ្រូមានពាក្យមួយទៀតដើម្បីឲ្យកូនអានជាមួយលោកគ្រូទាំងអស់គ្នាបាទតើកូនមើលម្នាក់ទាំងអស់គ្នាតើលោកគ្រូអ្នកចង្អុលហើយកូនអានជាមួយលោកគ្រូទាំងអស់គ្នាអានដោយប្រកបណាឆអាឆាឆអៅឆៅឆាឆៅបាទឥឡូវកូនបានវឹកហាត់អានជាមួយលោកគ្រូហើយលោកគ្រូនៅមានពាក្យមួយទៀតដើម្បីឲ្យកូនអានដោយខ្លួនឯងកូនមើលម្នាក់ទាំងអស់គ្នាកូនចឹងកូនអានដោយខ្លួនឯងហើយកូនអានដោយប្រកបណាកូនគ្រូអ្នកចង្អុលមើលម្នាក់កូនទាំងអស់គ្នាបាទចាំម្ដងទៀតកូនបាទអរគុណច្រើនឥឡូវកូនបានហាត់អានពាក្យនៅលើក្តារខៀនជាមួយលោកគ្រូឃើញថាកូនបានចូលរួមអានបានល្អហើយក៏កូនមានការវឹកហាត់យកចិត្តទុកដាក់ផងដែរដើម្បីឲ្យកូនកាន់តែចេះអានពាក្យបានល្អនោះលោកគ្រូនឹងសូមឲ្យកូនបានចាប់ជាដៃគូហើយអានពាក្យនៅក្នុងសៀវភៅជំនួយរបស់កូនហើយពាក្យដែលកូនត្រូវអានគឺក្នុងសៀវភៅរបស់កូនអំបញ្ញមិញដែលកូនបានអានគឺយើងនៅក្នុងទំព័រទី2ណាកូនទំព័រទី2ហើយយើងអានក្នុងតារាងទី2ហើយនៅពេលដែលកូនអានគឺកូនអានពីឆ្វេងទៅស្ដាំហើយអានជាដៃគូម្នាក់អ្នកចង្អុលម្នាក់អ្នកអានរួចហើយផ្លាស់ប្ដូរវេនគ្នាម្ដងម្នាក់តើណាកូនបាទអញ្ចឹងកូនចាប់ផ្ដើមអានទាំងអស់គ្នាបាទអរគុណច្រើនបន្ទាប់ពីកូនបានវឹកហាត់បានអានល្អលោកគ្រូសប្បាយចិត្តមែនទែនអញ្ចឹងកូនទាំងអស់គ្នាកូនទាដៃអស់ចាយខ្លួនកូនឯងមួយមើលកូន1 2 3អស់ចាលោកគ្រូអ្នកគ្រូទាំងអស់គ្នាទាំងនេះគឺជាជំហានលម្អិតនៅក្នុងសកម្មភាពបង្រៀនការអានព្យាង្គអានពាក្យការអានព្យាង្គនៅលើក្តារខៀនដោយប្រើគោលវិធីគ្រូធ្វើគ្រូនិងសិស្សធ្វើសិស្សធ្វើការអានព្យាង្គនៅក្នុងសៀវភៅជំនួយសិស្សការអានពាក្យនៅលើក្តារខៀនដោយប្រើគោលវិធីគ្រូធ្វើគ្រូនិងសិស្សធ្វើសិស្សធ្វើការអានពាក្យនៅក្នុងសៀវភៅជំនួយសិស្ស